សារភាពស្នេហ៍ប្រាប់នាងឲ្យបានខ្ញុំមិនជឿទេលើកនេះនាងច្បាស់ជាយល់ព្រមនឹងខ្ញុំហើយឲ្យតែនាងយល់ព្រមនឹងខ្ញុំនឹងបដិសេធនាងភ្លាមហ្មងខ្ញុំនឹងធ្វើឲ្យនាងក្លាយជាទូកំប្លែងនៅចំពោះមុខសិស្សពេញមួយសាលាតែម្ដងបងវាយតាមញ៉ែស្រីបងឯងពិតជាកំពូលហ្មងចាំមើលទៅសៀវនោះគឺដាណានក្នុងថ្នាក់យើងឥឡូវនេះនាងជាសិស្សឆ្នើមជាងគេក្នុងថ្នាក់ត្រូវហាត់ជាមួយនាងសិនដាណានចាសសណែនាំបន្តិចនេះគឺសៀវឥឡូវនាងចង់ចូលរៀនថ្នាក់យើងសៀវចង់ចូលថ្នាក់យើងត្រូវតែវាឈ្នះដាណានសិនទើបបានវាឈ្នះនាងទើបឯងអាចចូលថ្នាក់យើងបានចាសសចុះដៃឲ្យស្រាលបន្តិចណានចាសសលោកគ្រូលើកនេះបងតាណានច្បាស់ជាអាចប្រដៅនាងស៊ូសៀវនេះបានហើយឮថាឯងនិយាយថាសិស្សពេញមួយថ្នាក់យើងសុទ្ធតែវាមិនឈ្នះឯងពាក្យនេះខ្ញុំមិនធ្លាប់និយាយទេគ្រាន់តែក្នុងចិត្តខ្ញុំពិតជាគិតអញ្ចឹងមែនអូខេអញ្ចឹងអញនឹងឲ្យឯងដឹងថាពួកយើងខ្លាំងប៉ុណ្ណាត្រៀមរួចរាល់ហើយនៅតោះត្រៀម3 2 1ចាប់ផ្ដើមចំណុចខ្លាំងរបស់នាងគឺច្បាស់ណាស់កម្លាំងវាសម្រុកពីមុខខ្លាំងតែទម្ងន់តូរទៅលើពេកផ្នែកខាងក្រោមអាចជាចំណុចខ្សោយត្រូវវាលោកសំខាន់ទៅលើជង្គង់និងជើងរបស់នាងស៊ូសៀវខួរក្បាលមានបញ្ហាទេដឹងចិត្តមកទៅហើយនៅតែធ្វើរកពីទៀតហេលើកនេះមើលថាតែងងាប់ឬអត់សៀវឯងមិនអីទេហេចង់ទៅបន្ទប់ពេទ្យសិនទេលោកគ្រូចាងខ្ញុំមិនទាន់ចាញ់ទេឯងប្រកាសទេសៀវខ្ញុំប្រកាសត្រូវក្បាច់ពិសេសរបស់អញហើយនៅអាចងើបរួចទៀតចូលមកនាងមិនទាន់ឈ្នះខ្ញុំទេមិញនេះមកពីខ្ញុំធ្វេសប្រហែសទេលើកនេះមិនយកយល់ឲ្យនាងទៀតទេទីស្ងោរឹងតែមាត់តោះបន្តទៀតសៀវកុំនាងត្រូវចាំទុកជេនយូស្វានឯណោះទេទើបជាសិស្សពៀលដែលសម្លុតគេក្នុងថ្នាក់គ្មានហេតុផលនោះស៊ូសៀវសូមស្វាគមន៍មកកាន់ថ្នាក់របស់ពួកយើងចាត់ការរួចរាល់ចាប់ផ្ដើមផែនការវឹកហាត់ស្ដារកម្លាំងកាយឡើងវិញព្រះអើយម៉ាហ្វៀប្រចាំសាលាឡុងវៃនេះចង់ទៅសារភាពស្នេហ៍ប្រាប់អ្នកណាគេនឹងឡុងវៃនេះអាងតែផ្ទះខ្លួនឯងមានលុយពិតជាបានចិត្តដល់ខ្មងយូស្វានឯងមើលឡុងសៅកាន់ផ្កាមកហើយគាត់ច្បាស់ជាមករកសារភាពស្នេហ៍ជាមួយអញហើយមែនទេឡុងសៅលោកកំពុងធ្វើអីហ្នឹងគេមិនទាន់ត្រៀមខ្លួនរួចរាល់ផងសៀវនេះជាផ្កាកុលាបដែលខ្ញុំខំរើសយ៉ាងពិសេសសម្រាប់ឯងធ្វើសង្សារខ្ញុំបានទេស្អីគេឡុងវៃចង់សារភាពស្នេហ៍ជាមួយស៊ូសៀវពួកគេមិនមែនជាបងប្អូនឯងដឹងស្អីពួកគេមិនមែនជាបងប្អូនបង្កើតទេឡុងវៃគឺគ្រួសារគេយកមកចិញ្ចឹមតើអូអញប្រាប់ឯងកុំឲ្យរឹងមុខមែនទេអញប្រាប់ឯងកុំឲ្យរឹងមុខមែនទេត្រឡប់ទៅវិញចាំមើលបងធំឯងចាត់ការ